សួស្តីជាថ្មីម្ដងទៀតកូនក្មួយទាំងអស់ជាទីស្រឡាញ់រាប់អានថ្ងៃនេះពូអ៊ំប៉ាពុកសូមក្រើនរំលឹកសារជាថ្មីពាក់ព័ន្ធទៅនឹងសកម្មភាពមិនប្រក្រតីណាមួយនៅក្នុងឱកាសនៃការលេងសប្បាយនាសង្ក្រាន្តចាប់ពីថ្ងៃនេះរហូតដល់ពិធីចូលឆ្នាំផ្លូវការដែលពេលខ្លះគឺឃើញកូនក្មួយគឺថាប៉ះពៀគ្នាដោយសកម្មភាពពោលគឺអំពើហិង្សាអញ្ចឹងបើក្នុងក្របខ័ណ្ឌដែលកូនក្មួយទាំងអស់ប៉ះពៀគ្នាដោយអំពើហិង្សាតែអាចប្រឈមមុខនឹងនៃការបង្ក្រាបពីសំណាក់សមត្ថកិច្ចហើយនឹងការទទួលខុសត្រូវចំពោះបទល្មើសអ្វីខ្លះនៅក្នុងច្បាប់ព្រហ្មទណ្ឌនៅក្នុងនេះគឺពូអ៊ំប៉ាពុកសូមដកស្រង់នៅបទល្មើសមួយចំនួនដែលអាចកើតចេញពីសកម្មភាពរបស់នៃកូនក្មួយទាំងអស់ក្នុងករណីដែលឈានទៅដល់ការប្រើអំពើហិង្សាទី1បើសិនជាអំពើហិង្សានោះវាស្រាលគឺនៅក្នុងមាត្រា228នៃក្រមព្រហ្មទណ្ឌឆ្នាំ2009គឺបទល្មើសហិង្សាស្រាលដែលបទល្មើសនេះគឺតម្រូវឲ្យផ្ដន្ទាទោសនៃពិន័យជាប្រាក់ចំនួននៃ 5,000 រៀលទៅ 100,000 រៀលប៉ុន្តែទោះបីជាពិន័យជាប្រាក់យ៉ាងណាក៏ដោយក៏ជាបទល្មើសព្រហ្មទណ្ឌដែលជាប់នៅក្នុងបញ្ជីថ្កោលទោសរបស់ក្រសួងយុតិធម៌ដែរបាទហើយទី2ពាក់ព័ន្ធទៅនឹងការប្រើអំពើហិង្សារបស់កូនក្មួយគឺអាចប្រឈមមុខនឹងបទល្មើសគេហៅថាហិង្សាដោយចេតនាដែលមានចែងនៅក្នុងមាត្រា217ហិង្សាដោយចេតនានេះគឺអាចប្រឈមមុខនឹងការផ្ដន្ទាទោសចាប់ពី1ឆ្នាំរហូតទៅដល់3ឆ្នាំហើយនឹងពិន័យជាប្រាក់ពី2លានរៀលរហូតដល់ទៅ6លានរៀលក្នុងក្របខ័ណ្ឌដែលកូនក្មួយមានជាក្រុមបាទមានឧបករណ៍បង្កគ្រោះថ្នាក់មានអាវុធនៅក្នុងការប្រើអំពើហិង្សាដាក់គ្នាទៅវិញទៅមកនោះគឺអាចប្រឈមមុខនឹងបទល្មើសមួយទៀតគឺបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដែលបទល្មើសនេះគឺត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារគឺ2ឆ្នាំទៅ5ឆ្នាំហើយពិន័យជាប្រាក់ពី4លានរហូតដល់ទៅ10លានរៀលបាទក្រៅពីនេះកូនក្មួយអាចនឹងឈានទៅដល់បទល្មើសមួយទៀតដែលគេហៅថាបទល្មើសបង្កនៃគេហៅថាឲ្យមានមនុស្សស្លាប់ដោយអចេតនាបទល្មើសបង្កឲ្យមានមនុស្សស្លាប់ដោយអចេតនានេះមានចែងនៅក្នុងមាត្រា207ក្នុងនោះគឺថាជាបទល្មើសគេហៅថាមនុស្សឃាតដោយអចេតនាបានន័យថាបងប្អូនកូនក្មួយទាំងអស់គ្មានបំណងចង់សម្លាប់គ្នាទេប៉ុន្តែការប្រើអំពើហិង្សាទៅវាធ្ងន់ដៃនាំឲ្យដៃគូមកខាងទៀតស្លាប់នៅនឹងកន្លែងឬបញ្ជូនទៅមន្ទីរពេទ្យស្លាប់តាមផ្លូវស្លាប់នៅមន្ទីរពេទ្យឬក៏ក្រោយទៅបានស្លាប់នោះគឺជាបទល្មើសព្រហ្មទណ្ឌដែលកំណត់នៅក្នុងមាត្រា207ហើយត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចន្លោះពី1ឆ្នាំទៅដល់3ឆ្នាំនិងពិន័យជាប្រាក់ពី2លានរហូតដល់ទៅ6លានរៀលបាទបទល្មើសដទៃទៀតដែលបងប្អូនកូនក្មួយអាចប្រឈមគឺបទល្មើសនៃមនុស្សឃាតបាទមនុស្សឃាតដោយចេតនាបានន័យថាបើសិនជាបងប្អូនកូនក្មួយទាំងអស់មានបំណងចង់សម្លាប់ដៃគូមកខាងទៀតបានន័យថានៅពេលដែលឆ្លោះតោះតែងគ្នាប្រព្រឹត្តនៅអំពើហិង្សាហ្នឹងគឺយើងវាយហើយវាយទៀតវាយសង្គ្រប់ដោយដៃទទេក្តីដោយឧបករណ៍បង្កគ្រោះថ្នាក់ក្តីគឺដោយគ្នាច្រើនក្តីដោយអាវុធក្តីគឺថាដឹងតែគ្នាតដៃលែងរួចហើយយើងនៅតែសង្គ្រប់វាយបានន័យថាយើងមានចេតនាចង់សម្លាប់គ្នាហើយគ្នាបានស្លាប់នេះគឺថាចូលទៅជាបទល្មើសមនុស្សឃាតដោយចេតនាដែលមានចែងនៅក្នុងមាត្រា199នៃក្រមព្រហ្មទណ្ឌហើយប្រឈមមុខនឹងការដាក់ទោសជាប់ពន្ធនាគារចន្លោះពី10ឆ្នាំរហូតទៅដល់15ឆ្នាំមិនតិចទេបាទមិនតិចទេអញ្ចឹងបងប្អូនកូនក្មួយត្រូវប្រុងប្រយ័ត្ននៅករណីមួយទៀតដែលបងប្អូនកូនក្មួយអាចប្រឈមគឺការបង្កឲ្យខូចខាតទ្រព្យសម្បត្តិរបស់អ្នកដទៃដោយចេតនាពលគឺបើសិនជាបងប្អូនកូនក្មួយទៅកាប់ទៅបំផ្លាញម៉ូតូឬក៏សម្ភារៈរបស់ដៃគូម្ខាងឬឧបករណ៍សម្ភារៈទ្រព្យសម្បត្តិរបស់អ្នកដទៃអានឹងគេហៅថាបទល្មើស
បង្កឲ្យមានការខូចខាតដោយចេតនាដែលមានចែងនៅក្នុងមាត្រា410នៃក្រមព្រហ្មទណ្ឌក្នុងមាត្រា410នេះគឺបានបញ្ញត្តិថាអំពើដែលប្រព្រឹត្តដោយចេតនាដោយបំផ្លិចបំផ្លាញធ្វើឲ្យទ្រុឌទ្រោមឬក៏ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរបស់អ្នកដទៃនោះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី6ខែទៅ2ឆ្នាំនិងពិន័យជាប្រាក់ពី1លានរៀលរហូតដល់ទៅ4លានរៀលនេះគឺជាសកម្មភាពដែលបងប្អូនកូនក្មួយទាំងអស់អាចទទួលខុសត្រូវចំពោះមុខច្បាប់ហើយសមត្ថកិច្ចជំនាញរបស់នៃក្រសួងមហាផ្ទៃគឺរាប់ចាប់ពីអគ្គស្នងការដ្ឋាននគរបាលជាតិរហូតដល់នគរបាលប៉ុស្តិ៍គឺនឹងអនុវត្តវិធានការច្បាប់គឺបង្ក្រាបហើយបញ្ជូនទៅកាន់ពន្ធនាគារជាក់ជាមិនខានឡើយបាទហើយក្នុងឱកាសនេះដែរដើម្បីធានាបាននៅសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយសម្រាប់ការចូលឆ្នាំនៃប្រពៃណីជាតិខ្មែរយើងនេះក្រសួងមហាផ្ទៃក៏បានចេញនៃគោលការណ៍ណែនាំដើម្បីឲ្យអាជ្ញាធរពាក់ព័ន្ធចំណុចក្រសួងមហាផ្ទៃគឺថារៀបចំផែនការបង្ការទប់ស្កាត់និងបង្ក្រាបអន្តរាគមន៍ឲ្យបានទាន់ពេលទាន់វេលានៅក្នុងនោះគឺបានណែនាំឲ្យធានាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាបបាទហើយបន្ទាប់មកគឺឲ្យមានការធានាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសម្រាប់ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនៅតាមបណ្ដារាជធានីខេត្តបាទដោយធ្វើម៉េចគឺរដ្ឋបាលរាជធានីខេត្តនិងស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍នគរបាលក្តាប់និងប្រមូលព័ត៌មានសន្តិសុខដើម្បីមានមូលដ្ឋានពិភាក្សាវាយតម្លៃនិងម្ចាស់ការគ្រប់គ្រងស្ថានភាពនិងចាត់វិធានការទាន់ពេលទាន់វេលាជាពិសេសគឺថាបទល្មើសឬក៏អំពើភេរវកម្មឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទឧបាយកលប៉ុនប៉ងបង្កចលាចលសង្គមនិងសកម្មភាពល្មើសផ្សេងទៀតហើយជំរុញការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឲ្យកាន់តែសកម្មគឺសម្ដៅបង្ការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនៅបទល្មើសគ្រប់ប្រភេទជាពិសេសគឺបង្កើនការត្រួតពិនិត្យអាវុធគ្រឿងផ្ទុះគ្រាប់រំសេវនិងបង្ការទប់ស្កាត់រាល់សកម្មភាពក្រុមក្មេងទំនើងបាទការជួញដូរប្រើប្រាស់គ្រឿងញៀនអំពើហិង្សាលបែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋានបាទហើយក្រៅពីនឹងគឺឲ្យណែត្រួតពិនិត្យវាយតម្លៃភូមិសាស្ត្រនិងដាក់ពង្រាយកងកម្លាំងបាទសមស្របទៅតាមបណ្ដាគោលដៅអត្ថិភាពដូចជាគោលដៅប្រពៃពិធីសង្ក្រាន្តវត្តអារាមបូជនីយដ្ឋានរមណីយដ្ឋានគោលដៅទេសចរនិងកន្លែងកម្សាន្តនៃសប្បាយនានាបាទត្រូវបែងចែកកម្លាំងនិងបកគលភារកិច្ចច្បាស់លាស់ដើម្បីធានាឲ្យបានដាច់ខាតបាននៅពរិយសុវត្ថិភាពរបស់ព្រះមហាក្សត្រក៏ដូចជាអិសរាជជននិងថ្នាក់ដឹកនាំជាន់ខ្ពស់ដែលអញ្ជើញចូលរួមបាទតាមគោលដៅនានានៃពិធីបុណ្យចូលឆ្នាំនិងព្រឹត្តិការណ៍សង្ក្រាន្តបាទត្រូវរៀបចំផែនការឲ្យបានច្បាស់លាស់ក្នុងការសម្របសម្រួលរៀបចំសណ្ដាប់ធ្នាប់និងដោះស្រាយលំហូរចរាចរណ៍ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងជៀសវាងការកកស្ទះទ្រង់ទ្រាយធំហើយពង្រឹងនៅយន្តការប្រចាំបញ្ជាជានិច្ចនិងត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់គឺកម្លាំងមធ្យោបាយនិងសម្ភារៈហ្នឹងគឺថាដើម្បីចេញអន្តរាគមន៍និងសង្គ្រោះឲ្យបានតាន់ពេលតាន់វេលាក្នុងករណីនៃហេតុការណ៍កើតឡើងដោយជាយថាហេតុណាមួយបាទក្រៅពីនេះក៏បានណែនាំដល់អគ្គស្នងការដ្ឋាននគរបាលជាតិគឺត្រូវធ្វើការណែនាំដល់ស្នងការដ្ឋាននគរបាលរាជធានីខេត្តទាំងអស់គឺអំពីផែនការនិងវិធានការចាំបាច់ជាបន្ទាន់ដើម្បីមូលដ្ឋានសម្រាប់នៃការកសាងនៅផែនការនានាធានាដល់នៃស្ថិរភាពសន្តិសុខសុវត្ថិភាពនៅតាមភូមិសាស្ត្ររាជធានីខេត្តនីមួយៗបាទដោយបែងចែកនិងបកគលភារកិច្ចជូនអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិចុះតាមបណ្ដារាជធានីខេត្តដើម្បីត្រួតពិនិត្យនិងចង្អុលដឹកនាំបន្ថែមលើការងារចាត់តាំងអនុវត្តផែនការនៅតាមភូមិសាស្ត្ររាជធានីខេត្តហើយជាការអនុវត្តជាក់ស្ដែងទាំងរដ្ឋបាលរាជធានីខេត្តទាំងអគ្គស្នងការដ្ឋាននគរបាលជាតិស្នងការដ្ឋានរាជធានីខេត្តអធិការដ្ឋានប៉ុស្តិ៍នគរបាលគឺបានរៀបចំផែនការរួចជាស្រេចទៅហើយបានគេហៅថាហ្វឹក
ហាត់សមកម្លាំងដោយដែលបងប្អូនកូនក្មួយបានឃើញកងកម្លាំងរបស់នគរបាលលោកនៃហ្វឹកហាត់លោកបង្ហាញអំពីរបៀបរបបនៃកិច្ចការងាររបស់លោកត្រៀមលក្ខណៈនៅក្នុងការបង្ការទប់ស្កាត់ឬក៏អន្តរាគមន៍នៅក្នុងបទល្មើសណាមួយវាកើតឡើងឬក៏បញ្ហាណាមួយវាកើតឡើងប៉ុន្តែមែនតើទៅគឺកម្លាំងរបស់នគរបាលចំណុចក្រសួងមហាផ្ទៃតាំងពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋានហ្នឹងគឺបានធ្វើកិច្ចការងារនេះតាំងពីការរៀបចំនៃសង្ក្រាន្តតាមបណ្ដាគ្រឹះស្ថានអប់រំឬក៏កន្លែងឯកជនផ្សេងហូរហែប្រកបដោយការទទួលខុសត្រូវម្ចាស់ការនិងមានប្រសិទ្ធភាពប៉ុន្តែជាការពិតវាមានការឆក់ល្វែងខ្លះពីសំណាក់បងប្អូនកូនក្មួយដែលនៅតែឆ្លៀតឱកាសនៅក្នុងការធ្វើអំពើណាមួយដែលវាមិនសមគួរនៅកន្លែងនេះនៅកន្លែងនោះអានឹងគឺថាវាអាចថាជាមិនផុតដែរប៉ុន្តែយើងគ្រប់គ្រងស្ថានភាពនេះបានសឹងតែ 100% គឺមិនមានបញ្ហាធ្ងន់ធ្ងរនោះទេបាទអញ្ចឹងជាថ្មីម្ដងទៀតនៃពូអ៊ំប៉ាពុកសូមផ្ដាំផ្ញើកូនក្មួយទាំងអស់ថាទី1គឺប្រយ័ត្នមិនបានចូលឆ្នាំនៃផ្លូវការបានន័យថាយើងប្រព្រឹត្តនៅអំពើផ្សេងត្រូវបាននគរបាលចាប់ខ្លួនបញ្ជូនទៅកាន់ពន្ធនាគារទី2ក្រែងលោចូលឆ្នាំមិនចប់បងប្អូនត្រូវបាននគរបាលឃាត់ខ្លួនចាប់ខ្លួនបញ្ជូនទៅកាន់ពន្ធនាគារដូចគ្នាទី3ក្រោយពីចូលឆ្នាំហើយយើងប្រព្រឹត្តនៅអំពើផ្សេងដែលវាមានកំសួលតាំងពីពេលចូលឆ្នាំបានន័យថាខឹងសបាគ្នាគុំគួនសងសឹកឬក៏ពេលដែលចូលឆ្នាំយើងប្រព្រឹត្តបទល្មើសហើយរត់គេចខ្លួនក្រោយមកគេតាមចាប់បានគឺយើងច្បាស់ជាត្រូវបញ្ជូនទៅកាន់នគរបាលព្រមត្តនហើយនឹងបញ្ជូននីតិវិធីបន្តទៅកាន់ពន្ធនាគារដូច្នេះសង្ឃឹមថាបងប្អូនកូនក្មួយគឺរក្សាបាននៅសណ្ដាប់ធ្នាប់របៀបរៀបរយការលេងសប្បាយប្រកបដោយការយោគយល់អធ្យាស្រ័យឲ្យគ្នាហើយនឹងភារភាពសាមគ្គីមានសីលធម៌មានសុជីវធម៌ហើយយកឱកាសនេះដើម្បីស្គាល់ដើម្បីទំនាក់ទំនងគ្នារាប់អានគ្នាទៅថ្ងៃមុខហើយសូមឲ្យសកម្មភាពនៃការលេងកម្សាន្តនឹងឲ្យដូចកាលពីឆ្នាំកន្លងទៅដែលមិនមានបទល្មើសតតែសោះហើយក៏សូមឲ្យបងប្អូនកូនក្មួយទាំងអស់ប្រុងប្រយ័ត្ននៅក្នុងការបើកបរដែរខ្លាចវាប៉ះពាល់ដោយប្រការណាមួយយើងជួបគ្រោះថ្នាក់ចរាចរណ៍នាំឲ្យប៉ះពាល់ដល់ខ្លួនយើងផងនិងអ្នកដទៃផងអញ្ចឹងទេពូអ៊ំប៉ាពុកសូមបញ្ចប់សារដែលពាក់ព័ន្ធទៅនឹងការទទួលខុសត្រូវព្រមត្តនប្រសិនបើកើតចេញពីអំពើហិង្សាណាមួយពីសំណាក់នៃបងប្អូនកូនក្មួយទាំងអស់គ្នាបាទសូមអរគុណសូមជូនពរសុខសប្បាយជោគជ័យគ្រប់ភារកិច្ច